ថ្ងៃនេះលោកជូនខ្ញុំណាលេងពេញមួយថ្ងៃតែម្ដងហើយនៅជូនខ្ញុំមកផ្ទះទៀតខ្ញុំពិតជាអរគុណលោកខ្លាំងមែនតើមានអាគេចិត្តល្អដូចលោកទេហើយមើលទៅខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាស្រវឹងខ្លាំងណាស់នេះផឹកជ្រុលទៅមិនអីទេមិនបាច់អរគុណខ្ញុំក៏បានដែរសិតតែគ្នាឯងទៅតាហើយនាងពេលស្រវឹងចឹងទៅគួរស្រឡាញ់ដល់ហើយអត់ដូចពីព្រឹកមិញសោះកាចនោះកាយសឹងតែយកកបិតអាកឯងបាត់ហើយអញ្ចឹងនាងឆាប់ចូលផ្ទះភ្លាមទៅជាមនុស្សស្រីនៅក្រៅផ្ទះតែកណ្ដាលយប់ចឹងមិនល្អទេនេះមកពីដណ្ដប់ឯណាលោកព្រមទៅផ្ទះតែកណ្ដាលយប់នឹងមែនមិនម៉ាលោកដេកនៅផ្ទះខ្ញុំមកយប់ទៅណាព្រោះអីធ្វើដំណើរពេលយប់តែម្នាក់ឯងចឹងវាមិនល្អទេខ្ញុំបារម្ភពីលោកខ្លាំងណាលោកដេកនៅផ្ទះខ្ញុំមកយប់ទៅណាវាមិនអីទេចាំព្រឹកឡើងចាប់លោកទៅវិញក៏បានដែរបើលោកទៅទាំងស្មានេះក្រែងលោកគ្រោះថ្នាក់ចរាចរណ៍អីទៅព្រោះលោកក៏ស្រវឹងដែរណាមិនមែនតែខ្ញុំទេអ្នកស្រវឹងណាលោកដេកផ្ទះខ្ញុំមកយប់ណាចាប់ទុកថាខ្ញុំវល់លោកទៅចាស់វាមិនអីទេខ្ញុំអាចទៅផ្ទះម្នាក់ឯងបានតាព្រោះខ្ញុំជាមនុស្សប្រុសអរគុណណាស់ដែលបារម្ភពីខ្ញុំអញ្ចឹងខ្ញុំទៅផ្ទះវិញណាចាំមានលើកក្រោយចាំខ្ញុំមកលេងនាងទៀតចានេះខ្ញុំមានអារម្មណ៍ថាខ្ញុំនៅក្បែរគេមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់គេគឺជាមនុស្សដែលកក់ក្ដៅបំផុតក្រៅពីប៉ាម៉ាក់របស់ខ្ញុំតែគេធ្វើចឹងមកនេះថាម៉េចទៅប៉ុន្តែគេជីវិតភាពរបស់យើងតាហើយយើងទៅគិតឲ្យព្រាបប្រាហ្នឹងហើយបានហើយជប់គិតទៅបងសៃលីឈប់សិននាងថាខ្ញុំមានការអីមែនតែកណ្ដាលយប់បែបនេះខ្ញុំថារើទៅផ្ទះតាហើយចុះនាងកាលណាបានទៅផ្ទះហ่าពេលនេះយប់ហើយណាខ្ញុំទៅផ្ទះទេខ្ញុំទៅតែឃើញបងបែកមិញដែរណាតែខ្ញុំហៅបងណាហើយណាមួយខ្ញុំមានរឿងក្នុងចិត្តត្រូវប្រាប់បងផងខ្ញុំលាក់ទុកតាំងពីនៅរៀនមកម៉េះសង្ឃឹមថាបងនឹងយកព្រមយកព្រមរឿងអីទៅនាងឆាប់និយាយលឿនមកខ្ញុំបញ្ញាទៅផ្ទះវិញព្រោះថានៅតែពីរនាក់នាងនឹងកតាយប់ហើយនៅផ្លូវស្ងាត់ចឹងក្រែងលោគេឃើញគេគិតថាខ្ញុំចាប់ចម្រិតនាងណារឿងហ្នឹងគឺខ្ញុំស្រឡាញ់បងព្រមធ្វើជាសង្សាររបស់ខ្ញុំអត់ខ្ញុំស្រឡាញ់បងយូរណាស់តាំងពីការនៅរៀនមកម៉េះបងឆ្លើយមកខ្ញុំចង់ស្ដាប់ចម្លើយបងខ្លាំងណាស់ហាថាម៉េចនាងស្រឡាញ់ខ្ញុំហ៎ប៉ុន្តែខ្ញុំអរគុណណាស់ដែលនាងស្រឡាញ់ខ្ញុំហើយក៏សំទោសនាងផងដែរព្រោះថាបេះដូងរបស់ខ្ញុំគឺមានតែរៀនម្នាក់គត់នាងកាត់ចិត្តពីខ្ញុំទៅណាខ្ញុំមិនបានស្រឡាញ់នាងទេអញ្ចឹងហ៎ហើយរឿងហ្នឹងខ្ញុំក៏ដឹងយូរដែរព្រោះថៃខ្ញុំនឹងតាំងពីទៅញ៉ាំអីជាមួយគ្នាម៉េះហើយខ្ញុំសារភាពនេះគឺសារភាពឲ្យធូរទ្រង់តែប៉ុណ្ណោះបើបងមិនព្រមក៏មិនអីដែរបើនាងនឹងហើយក៏ល្អម្យ៉ាងដែរមិនបាច់ចាំខ្ញុំប្រាប់អញ្ចឹងខ្ញុំសូមទៅផ្ទះមុនណាបាយឡងជីនមិនបាត់ជាឯងមកអង្គុយស្លាក់មុខបងចឹងហ៎មានរឿងអីគ្មានស្អីទេខ្ញុំឃើញបងអង្គុយផ្លឹកហើយញឹមម្នាក់ឯងចឹងខ្ញុំក៏អង្គុយស្លាក់មុខវិញទៅព្រោះមើលទៅបងឯងដូចជាប្លែកមិនទេតាំងពីមកពីដើរលេងនឹងមកអង្គុយញ៉ាំម្នាក់ឯងហើយមុខឡើងក្រហមងឹលហើយបងឯងមានរឿងអីមែនមកមុខក្រហមងឹលចឹងនេះមុខបងក្រហមពិតមែនហ៎មិនបានបង
ngặt đăng chẳng vì cả hôm khăn mẹ nè Bạt cứ có hôm khăn máu á hay bọn anh ca đầy bọn anh chơ mày ê anh ấy được cái hai tha chủng ngữ mi này ha mình men chủng ngữ thầm na tê hai kê xa được phía pra bá nè gặp nhau mới bọn anh mi này ha men từ lẽ thấy bọn luôn ai sáng năng ê anh vậy sao anh nâng ha tư chắp tự đi clip tư cùng chết đăng đừng bong anh nè mẹ nha tự chơi say tư vì chỉ được bỏ bong ta tư tự đi cái khỏi tình dây lên tinh bán này tư nhưng tự đi các bạn này haiថ្ងៃនេះបងស្រីខ្ញុំប្លែកមែនធ្វើចរិតអង្គុយអ៊ំអេនតែម្នាក់ឯងប៉ុន្តែខ្ញុំខ្ជិលខ្វល់តែដេកយកកម្លាំងទៅលក់កាហ្វេនៅថ្ងៃស្អែកវិញល្អជាងនេះមិនបានជាចិត្តរបស់ខ្ញុំនៅតែនឹកគេអញ្ចឹងឬមួយក៏ដោយសារតែខ្ញុំនៅក្បែរគេអំបញ្ញមិញនេះគិតស្អីហ្នឹងនេះគេធ្វើឲ្យខ្ញុំនេះវល់ជាមួយគេណានេះគេធ្វើអញ្ចឹងដើម្បីឲ្យខ្ញុំស្រឡាញ់គេមែនប៉ុន្តែខ្ញុំក៏មានចិត្តលើគេដែរណាអេមិនខ្ញុំនិយាយអីហ្នឹងតិចខ្ញុំស្រឡាញ់គេមែននៅពួកអីខ្ញុំនឹកឃើញតែគេទេនេះតិចគេមិនបានស្រឡាញ់ខ្ញុំវិញទៅពួកខ្ញុំជាមិត្តភក្តិរបស់គេហ្នឹងអើយខ្ញុំគួរណាទៅនិយាយចឹងដាក់ខ្លួនឯងសោះវាខ្មាស់មាត់ខ្លាំងណាស់ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំល្ងាខ្លាំងណាស់ឥឡូវហ្នឹងខ្ញុំត្រូវតែទៅដេកតិចសិនមិនអាចនៅបានយូរទេខ្ញុំពេលផឹកស្វឹកអញ្ចឹងទៅនិយាយអីឈួតបានហើយខ្ញុំទៅដេកហើយជឿក្បាលខ្លាំងណាស់ថ្ងៃហ្នឹងដូចជាខុសពីធម្មតានេះអត់ឃើញបងស្រីរបស់ខ្ញុំមកដាស់ខ្ញុំអញ្ចឹងដល់ពេលចម្លែកចឹងទៅដូចនៅអត់សុខសោះនេះបងស្រីរបស់ខ្ញុំអត់នៅកន្លែងតែបាយហ្នឹងហើយគាត់ងើបពីដេកនៅហ្នឹងឬមួយក៏គាត់ទៅកាហ្វេបាត់ហើយតែទេគាត់មិននៅទៅកាហ្វេម្នាក់ឯងផងសាកទៅមើលគាត់នៅក្នុងបន្ទប់មើលក្រែងលោគាត់មិនតន់ងើបថានៅហ្នឹងមែនហើយមកស្រីរបស់ខ្ញុំមិនបានគាត់ដេកយូរមែនថ្ងៃហ្នឹងដេកយូរជាងខ្ញុំទៀតហេបងស្រីធើបបងឯងថ្ងៃហ្នឹងដេកយូរមែនកាត់អីហ្នឹងមិនបានខ្លួនគាត់ក្តៅងងចឹងតិចគាត់ស្លាប់បងស្រីកុំទៅចោលខ្ញុំឯងបងស្រីស្លាប់ក្បាលហែងស្អីអាណាគេស្លាប់ទាំងដកទាំងហើមចឹងហ៎អើយបងក្តៅខ្លួនហ្នឹងឯងឆាប់ទៅទិញថ្នាំឲ្យបងតិចមកថ្ងៃហ្នឹងបងអត់បានទៅលក់ទេក្តៅខ្លួនខ្លាំងងើបចង់រួចផងទៅឆាប់ទៅទិញថ្នាំបងតិចមកចំបងស្រីរបស់ខ្ញុំឈឺហើយនៅព្រើឲ្យខ្ញុំទៅទិញថ្នាំឲ្យគាត់ទៀតហើយខ្ញុំទៅមកនៅនឹងថ្មីហ្នឹងខ្ញុំមិនស្គាល់ថាមន្ទីរពេទ្យនៅណានៅឃើញហើយមានតែទៅឲ្យបងស្រីលីទិញថ្នាំឲ្យទេព្រោះអីគាត់នៅហ្នឹងគាត់ដឹងហើយអញ្ចឹងមានតែគាត់ហើយអាឡូបងស្រីលីពេលនេះចៃរិនគាត់ឈឺខ្លាំងហើយបងឯងជួយមកមើលគាត់ហើយកុំភ្លេចទិញថ្នាំឲ្យគាត់ផងណាព្រោះថាខ្ញុំមិនដឹងថាត្រូវទៅទិញថ្នាំនៅណាឯងបងឯងកុំភ្លេចទិញមកផ្ញើផងណាហាថាម៉េចរិនឈឺខ្លាំងអត់អីទេចឹងចាំបងទៅឲ្យបងទិញថ្នាំផ្ញើអត់អីទេអូនឯងជួយមើលគាត់សិនណាតិចទៀតបងទៅដល់ហើយ